cha nhầm xong mà chắc nói nữ ở sầm nua rồi bong pro mình để quạt ban xua mà căn cam bị thíchเลยchỉ vật cha cứ quạt ban ở nghỉ giày tha ở quạt mình chưa lời thà lơ lốcนี่មានមនុស្ស ចិត្តសំបីតែម្នាក់ក៏គ្មានឡើយចាហើយមានតែព្រះទេដែលសេចក្ដីចាហើយគាត់បានបន្ថែមទៀតថាទោះបីជាអ្នកនឹងជឿព្រះយេស៊ូវក៏គាត់មិនជឿដែរថាមានមនុស្សសេចក្ដីចាខ្ញុំអរគុណនៅសំណួរដ៏ល្អរបស់គាត់ចាអញ្ចឹងខ្ញុំសូមមកបកស្រាយខ្ញុំសូមមកឆ្លើយនៅសំណួររបស់គាត់ចាប៉ិតហើយចាអ្វីដែលគាត់ឆ្ងល់នេះគឺប៉ិតប្រកបនៅក្នុងគម្ពីរព្រះអង្គក៏មានចែងដែរចាគ្រប់គ្នាមានបាបចាគ្រប់គ្នាមានបាបអញ្ចឹងគ្រប់មនុស្សទាំងអស់មានបាបគ្មានឡើយមនុស្សសេចក្ដីចាគ្មានឡើយមនុស្សដែលអត់មានបាបគឺគ្រប់គ្នាគឺមានបាបទាំងអស់ចាប៉ិតប្រកបហើយដោយសារគ្រប់គ្នាមានបាបនឹងហើយបានជាព្រះប្រទានព្រះយេស៊ូវចាបានជាព្រះវរបិតាប្រទានព្រះរាជបុត្រាចាមកប្រសូតជាមនុស្សចាមកប្រសូតហើយព្រះអង្គទ្រង់មានបច្ចុប្បន្នតាំងពីមិនទាន់មកប្រសូតជាមនុស្សទៅទៀតចាព្រះអង្គនៅគង់នៅឋានសួគ៌ចាព្រះអង្គគឺជាដង្វាយលួចបាបចាដែលតំណាងឲ្យការមិនទាន់ព្រះអង្គយាងមកប្រសូតគឺមានដង្វាយលួចបាបគឺឈាមសត្វជាមនោះអីបងប្អូនចាតាំងពីគម្ពីរសញ្ញាចាស់ណាបងប្អូនចាអញ្ចឹងហើយត្រង់ចំណុចនេះដែរក៏កុំឲ្យបងប្អូនទាំងអស់គ្នាឆ្ងល់ថាព្រះយេស៊ូវទើបតែកើតសោះកើតក្រោយព្រះនេះព្រះនោះសោះអញ្ចឹងមិនបានថាជាព្រះឬក៏ទើបតែកើតមុនកើតក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនដឹងជ្រាបថាព្រះអង្គចាគឺជាព្រះបន្ទូលព្រះជាព្រះវិញ្ញាណចាព្រះអង្គគឺជាមួយព្រះវរបិតាព្រះអង្គចាតែមួយព្រះវិញ្ញាណបរិសុទ្ធព្រះវរបិតាព្រះរាជបុត្រាចាគឺ3អង្គតែមួយចាអញ្ចឹងខ្ញុំសូមបន្តនៅសំណួររបស់គាត់ចាអញ្ចឹងអ្វីដែលបងឆ្ងល់ត្រូវហើយចាព្រះអង្គក៏មានបន្ទូលចឹងដែរអញ្ចឹងហើយដោយព្រោះតែយើងមិនអាចទីពឹងខ្លួនយើងបានឲ្យយើងរាប់ជាសុចរិតបានឲ្យយើងរួចបាបបានអញ្ចឹងហើយបានយើងត្រូវការជឿដល់ព្រះយេស៊ូវដើម្បីឲ្យយើងបានទៅជាសុចរិតបងប្អូនចាដោយសារយើងមានបាបយើងតិចរិតចាអញ្ចឹងហើយតែយើងទីមទីឲ្យគ្រប់មនុស្សទាំងអស់ត្រូវតែជឿដល់ព្រះនាមព្រះយេស៊ូវត្រូវតែជឿបើអ្នកណាមិនជឿអ្នកនោះមិនរាប់ជាសុចរិតបានឡើយអ្នកនោះនៅតែមានបាបអ្នកនោះនៅតែមានទោសចាហើយទោសនោះទៀតគឺនាំមកនៅសេចក្តីស្លាប់ដល់ជីវិតយើងស្លាប់ទាំងរូបកាយសាច់ឈាមស្លាប់ទាំងព្រលឹងវិញ្ញាណនៅពេលដែលយើងស្លាប់ពីផែនដីនេះទៅគឺនឹងត្រូវជំនុំជម្រះគឺបឹងភ្លើងប្រកាសជាក់ជាមិនខានដោយព្រោះបាបអត់មានអ្នកណាអត់ទោសឲ្យទេហើយគេប្រព្រឹត្តបាបរហូតដល់ថ្ងៃស្លាប់ចាប៉ុន្តែបើយើងជឿដល់ព្រះយេស៊ូវចាបាបយើងត្រូវបានអត់ទោសដល់ព្រះអង្គអត់ទោសដល់បាបយើងហើយយើងលែងរាប់ជាមនុស្សមានបាបទៀតហើយចាហើយតទៅទៀតបន្ទាប់ពីយើងស្គាល់ព្រះអង្គយើងជឿដល់ព្រះអង្គហើយតទៅទៀតយើងឈប់រស់នៅបំពេញសាច់ឈាមយើងឈប់រស់នៅប្រព្រឹត្តបាបហើយណាបងប្អូនបើនៅតែប្រព្រឹត្តបាបដដែលនឹងមិនមែនហៅថាអ្នកជឿព្រះទេនោះអ្នកឯងកំពុងតែបញ្ឆោតខ្លួនឯងហើយអ្នកដែលជឿព្រះចារួចទោសពីបាបអ្នកឯងត្រូវតែកើតជាថ្មីអត់មាននៅជាមួយនឹងចរិតចាស់មនុស្សចាស់ទៀតទេតែដោះមនុស្សចាស់ចោលហើយអត់មានធ្វើអ្វីតាមខ្លួនទីពឹងខ្លួនគំនិតរបស់ខ្លួនទៀតទេគឺធ្វើតាមគំនិតរបស់ព្រះគំនិតរបស់ព្រះគឺមានតាមរយៈព្រះបន្ទូលព្រះចាព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដែលមកគង់សន្ធិដ្ឋនៅក្នុងយើងដឹកនាំយើងចាអញ្ចឹងហើយបងប្អូនអ្នកដែលជឿគឺនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធចាជាមិនខានជាទីបញ្ចាំចិត្តចាអញ្ចឹងហើយបងប្អូនអាចរាប់ជាសុចរិតបាននៅពេលដែលយើងជឿដល់ព្រះយេស៊ូវចាខ្ញុំអាចរាប់ជាសុចរិតបានដោយសារមានដង្វាយលុបបាបគឺអង្គព្រះយេស៊ូវលោហិតព្រះអង្គហើយដែលខ្ញុំអាចរាប់ជាសុចរិតបានដែលខ្ញុំបាបខ្ញុំទៅបានរួចទោសចាហើយវាទៀតដែរក៏ដោយសារខ្ញុំបានកើតជាថ្មីបានឆ្កាងសាច់ឈាមនៅជាប់ជាមួយនឹងព្រះដែរទើបខ្ញុំអាចរាប់ជាសុចរិតបានចាអញ្ចឹងបងកុំឆ្ងល់ទៀតថាគ្មានមនុស្សសុចរិតអ្នកដែលជឿព្រះគឺសុចរិតហើយបងចាអត់មានទុច្ចរិតនៅក្នុងគេទៀតទេពីព្រោះគេបានសម្រាប់ឆ្កាងសាច់ឈាមគឺសម្រាប់និស័យចាស់ហើយនឹងបងគឺឈប់រស់នៅបំពេញសេចក្តីពងប្រាថ្នាសេចក្តីអាក្រក់រស់នៅជាមួយនឹងការថាបងដឹងហើយសម្រាប់សម្រាលលោកីចាការអហភិះការអាក្រក់ការលោភលន់ការអំនួតអួតអាងការកុហកការនិយាយទៅអំពើទុច្ចរិតអបាយមុខទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការងារសាច់ឈាមបងដឹងហើយចាការងារសាច់ឈាមគឺអាក្រក់ណាស់និយាយទៅបើសិនជាគ្មានព្រះទេគ្មានអ្នកណាយកឈ្នះការអាក្រក់ទាំងអស់ដែលខ្ញុំរៀបរាប់នឹងបានទេបងប្អូនគុំថារៀនដល់បណ្ឌិតធំខ្ពស់បណ្ណាអំណាចយុសក្បណ្ណាកាន់តែខ្ពស់កាន់តែអារៈដឹកនាំកាន់តែអាក្រក់ទៀតខ្ញុំហ៊ាននិយាយចឹងហ្មងបងប្អូនដឹងហើយចាអំណាចបុណ្យស័ក្តិកាប់សម្លាប់គ្មានញញើទេបងប្អូនដឹងហើយពុកអាលួយគឺនិយាយទៅច្រើនណាខ្ញុំសុំនិយាយចំហ្មងចានិយាយចំនោះគឺនិយាយទៅកាន់វិញ្ញាណអាក្រក់ដែលនៅក្នុងមនុស្សដឹកនាំមនុស្សចឹងហើយអ្នកណាដែលចង់រួចទោសពីបាបត្រូវតែជឿដល់ព្រះយេស៊ូវទៅបាបត្រូវបានអត់ទោសទៅមានអំណាចឈ្នះសេចក្តីអាក្រក់នឹងបានបងប្អូនហើយបើឈ្នះហើយមានអីត្រូវទឹកចរិតទៀតបងប្អូនគឺសុចរិតហើយចាសុចរិតហើយពួកអីឈ្នះហើយអត់មានប្រព្រឹត្តបាបទៀតផងយើងអត់មានរស់នៅបំពេញរូបសាច់ទៀតផងហ្នឹងចាយើងរស់នៅសុំតាហា3ពេលចាបានហូបហើយយើងឆ្អែតហើយយើងគ្រប់គ្រាន់ហើយបងប្អូនចារស់ដើម្បីហើយយើងប្រកបការងាររកស៊ីធម្មតាព្រះអង្គឲ្យយើងមានប្រាជ្ញាព្រះអង្គឲ្យឆ្លាតឲ្យខំដូចជាសម្ោចអញ្ចឹងបងប្អូនចាយើងប្រកបការងាររកស៊ីធ្វើអ្វីក៏បានធម្មតាយើងជាកូនព្រះដើម្បីចម្រើនសេរីល្អនៃព្រះចាយើងជាកូនព្រះចាដូចព្រះអង្គមានបន្ទូលពូជព្រះមិនត្រូវបានសុំទានឡើយចាអញ្ចឹងយើងរកទៅបំពេញអាហារកាពះយើងរហូតដល់ថ្ងៃដែលយើងចាក់ចេញពីរូបកាយយើងឈ្នះការលបងព្រះអង្គតូតមើលយើងចម្រាញ់យើងពួកបរិសុទ្ធនៃព្រះដើម្បីលើកទៅនៅខាងសួគ៌មួយព្រះអង្គអញ្ចឹងបើព្រះអង្គមិនទុកពេលវេលាយើងឲ្យនៅផែនដីនេះដើម្បីជួបគ្រប់ការអាក្រក់ការសាក់លោការលបងលបងទេធ្វើមិនដឹងថាយើងបរិសុទ្ធចាអញ្ចឹងហើយបងប្អូនដែលនៅឆ្ងល់នៅមានចម្ងល់ជាច្រើនអញ្ចឹងបងប្អូនកុំតន់
ថាម៉េចកុំតន់បដិសេធកុំតន់ចោតប្រកាន់ទាំងដែលមិនតន់យល់ដឹងពីអ្វីទៅអ្វីអំពីរឿងព្រេះចឹងបងប្អូនកុំឲ្យមានបាបតទៅទៀតសូមបងប្អូនចាបើកចិត្តទទួលជឿហើយទទួលរៀនសិក្សាស្ដាប់សិនមុនហ្នឹងបដិសេធដំណឹងល្អរបស់ព្រះយេស៊ូវចាអញ្ចឹងខ្ញុំសូមមកបញ្ចប់សំណួររបស់គាត់ចាអញ្ចឹងប៉ាត់ហើយមិនรู้មានល្អទេប៉ុន្តែបើជឿព្រះហើយល្អហើយបងគឺ100%គឺល្អហើយបងលេងមានទុច្ចរិតនៅក្នុងអ្នកនឹងហើយចាហើយបើនឹងអ្នកនឹងនៅតែទុច្ចរិតអ្នកនឹងកំពុងតែជឿព្រះបែបបញ្ឆោតខ្លួនឯងហើយចាអញ្ចឹងខ្ញុំសូមអរគុណចា